មួយនេះទឹកនេះអាចថាបងប្អូនធ្វើញ៉ាំញ៉ាំបាយរសជាតិគឺឆ្ងាញ់ខ្លាំងណាស់ដោយសារតែយើងប្រើខ្ទឹមសខ្ទឹមក្រហមរៀងច្រើនដោយសារខ្ទឹមទាំងអស់នេះគឺវាជួយបង្កើតរសជាតិទឹកត្រីកាន់តែឆ្ងាញ់ចំពោះការធ្វើទឹកត្រីអំពិលទុំរបស់យើងថ្ងៃនេះគឺខ្ញុំញ៉ាំជាមួយត្រីចំហុយបងប្អូនចំពោះសាច់ត្រីគឺខ្ញុំប្រើជាប្រភេទត្រីក្រហមគឺខ្ញុំចូលពីកាឡាបែបហ្នឹងហើយចាប់ដើមយកមកប្រឡាក់ជាមួយនឹងម្សៅស៊ុបបន្តិចបងប្អូនដោយសារតែចាប់ឲ្យសាច់ត្រីហ្នឹងគឺវាមានជាតិឡំៗហើយទូអង្គសំខាន់ជាងគេដែលធ្វើឲ្យត្រីរបស់យើងចំហុយទៅគឺមានក្លិនឈ្ងុយនោះគឺលើគល់ស្លឹកត្រីរំដេងស្លឹកក្រូចនិងខ្ទឹមក្រហមយើងយកមកគ្រប់ពោះវាមិនណាបងប្អូនបន្ទាប់ពីយើងប្រឡាក់ជាមួយនឹងម្សៅស៊ុបរួចគឺខ្ញុំចាប់ដើមយកត្រីហ្នឹងមកដាក់ចំហុយចំពោះការចំហុយរបស់ខ្ញុំគឺខ្ញុំប្រើខ្ទះបងប្អូនយើងដាក់ទឹកក្រោមនឹងបន្តិចទៅយើងយកត្រីដែលយើងបានដាក់នៅក្នុងចានហ្នឹងយកមកដាក់ចំហុយតែម្ដងរយៈពេលនៃការចំហុយរបស់ខ្ញុំនេះគឺប្រើពេលប្រហែលជា30នាទីទើបសាច់ត្រីវាឆ្អិនល្អរួចហើយខ្ញុំក៏បានថែមស្លឹកខ្ទឹមហ្នឹងដាក់មួយពីលើបន្តិចដើម្បីឲ្យគឺសុខភាពត្រីរបស់យើងកាន់តែទំនងណាចំពោះការធ្វើទឹកត្រីពណ៌ទុំជាដំបូងគឺខ្ញុំចាប់ដើមលាយខ្ទឹមសឲ្យឡើងក្លិនឈ្ងុយហើយដាក់ស្ករត្នោតនឹងចូលទៅកូរវាគឺយើងកូរស្ករនេះរហូតដល់តែវាឡើងពណ៌ជាងត្រង់ចាស់ក្លិនឈ្ងុយខ្លាំងសិនណាបងប្អូនចាំយើងចាក់ទឹកត្រីចូលម្សៅស៊ុបខ្ញុំប្រើជាមួយ1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេអំបិលនឹងកន្លះស្លាបព្រាកាហ្វេបន្ទាប់មកទៀតគឺខ្ញុំចាក់ទឹកអំបិលទុំនឹងចូលពេលដែលយើងភ្លក់រសជាតិមកថាត្រីនឹងរសជាតិដែលយើងចង់បានឲ្យបងប្អូនភ្លក់ភ្លើងហ្មងទៅណាចាំយើងដាក់ខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមនិងម្ទេសចូលសម្រាប់រសជាតិទឹកត្រីអំបិលទុំនេះគឺយើងលាយធ្វើមិនឲ្យបែបរៀងមុនបន្តិចមកណាសម្រាប់រសជាតិហ្នឹងគឺប្រៃផ្អែមជូរម៉ាល្មមឬឲ្យហឹរវិញបងប្អូនចង់ដាក់ម្ទេសក៏បានបាច់ដាក់ក៏បានដែរនិយាយទៅសម្រាប់បងប្អូនខ្លះដែលក៏អត់ចេះហឹរអីមិនចាំដាក់ម្ទេសចូលទេចំពោះសាច់ត្រីនេះនិយាយទៅបងប្អូនពេលដែលយើងចំហុយហើយយកមកញ៉ាំតបនឹងបន្លែប្លុកដែលយើងបង្ហាញហ្នឹងគឺត្រីជាតិគ្នាមែនតើជាពិសេសនៅបញ្ចុកនឹងមួយទៀតនៅបញ្ចុកនេះគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនប៉ះជាមួយសាច់ត្រីក៏មានជាតិផ្អែមផងទឹកត្រីរបស់យើងឈ្ងុយទៀតទៅនិយាយពីថាដាក់ចូលក្នុងមាត់ទៅគឺជក់មាត់មែនតើអញ្ចឹងហើយសម្រាប់ការធ្វើទឹកត្រីអំបិលទុំមកបងប្អូនសំខាន់ជាងគេប្រើជាមួយនឹងខ្ទឹមសនិងខ្ទឹមក្រហមឲ្យច្រើន